តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូបន្ទាប់បាទដែលតកៅរបស់យើងបាទញ័រហើយយើងបំបែកបាទជា4ជា5ធុនណាបាទឥឡូវឃើញណាបាទនេះគឺរយៈពេលបាន10ថ្ងៃជាងណាបាទច្រើនមែនទែនបាទអញ្ចឹងក្នុងមួយកធុននេះបាទវាអាចបាន5ទៅ10គីឡូណាអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញថាឆ្អៀតបាទយើងអាចបំបែកវាបន្តទៀតបាទហើយអញ្ចឹងងាយស្រួលមែនទែនបាទហើយនេះគឺយើងដាក់ចំណែ VC បន្តទៀតទៅបាទវានឹងស៊ីបាទរហូតណាបាទហើយរយៈពេលចាប់ពីបាទ5 6ថ្ងៃហ្នឹងមកដល់10ថ្ងៃជាងហ្នឹងបាទគឺយើងអាចឲ្យមន់ស៊ីក៏បានឬមួយក៏យើងទុកពូជក៏បានដែរប៉ុន្តែសម្រាប់បងដែលគាត់ទៅទិញទៅដំបងអញ្ចឹងបាទបងប្អូនទុកពូជទៅបាទព្រោះថាយើងទុកបន្តពូជទៀតកុំឲ្យពិបាកទិញគេណាបាទនេះគឺកំពូលតែសម្បូរនៅប្រូតេអ៊ីននេះទៅឲ្យមន់ស៊ីក៏បានបាទឲ្យសត្វអីស៊ីក៏បានដែរទៅ BAS អញ្ចឹងនិយាយស្រួលមែនតើហើយបងប្អូនទាំងអស់គ្នាបាទយើងដាក់បន្ថែមចំណីរហូតមកអញ្ចឹងយើងនឹងបាទទទួលបាននៅតកៅ BAS សម្រាប់ចំណីសត្វបាទកាត់បន្ថយនិងចំណាយលុយតិចដល់ទៅលើចំណីមន់ចំណីទាណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាជាកសិករចិញ្ចឹម